ដឹកតារាសម្ដែង A4 ខ្មែរសៅពន្លឺសុំចិត្តអ្នកសិល្បៈក៏បង្ហោះសុំជំនួយបើមិនខ្វះខាតខ្លាំងកំពុងរងមតិវែកញែកគ្រុសសូដាអ្នកជំនាញលាយភេសជ្ជៈនិងវីស្គីប្រកាសសាច់ប្រាក់បន្ទាន់កាន់គ្រឿងមាសមក LOLC ទោះបានសាច់ប្រាក់រហូតដល់ 70% នៃតម្លៃមាសនិងផ្ដល់ជូនសេវាលាងសម្អាតមាសនិងថ្លឹងគ្រឿងមាសដែលឥតគិតថ្លៃសរសៃស្រួយស្វិតហិលជាប់ចិត្តមីកូខ្លាខ្មុំក្រហមឆ្ងាញ់ស្រួយស្វិតទំពាឆ្ងាញ់មកនៅបណ្ដាញសង្គមគេសង្កេតឃើញមានសិល្បករមួយចំនួនបាននាំគ្នាចែករំលែកនិងមានការវែកញែកជាបន្តបន្ទាប់ជុំវិញសម្ដែងរបស់អតីតតារាសម្ដែងនិងជាទូ A4 ខ្មែរសៅពន្លឺដែលបានអំពាវនាវកុំឲ្យអ្នកសិល្បៈដូចគ្នាសូមជំនួយប្រសិនបើមិនខ្វះខាតខ្លាំងទេនៅបណ្ដាញសង្គមលោកបានរៀបរាប់ថាសូមចិត្តអ្នកសិល្បៈមួយចំនួនបើមិនខ្វះខាតខ្លាំងទេកុំបង្ហោះសូមជំនួយអីកុំឲ្យគេមើលងាយអ្នកសិល្បៈខ្មែរយើងនៃរបស់លោកសៅពន្លឺគឺគ្រាន់តែចង់ការពារកិត្តិយសរបស់អ្នកសិល្បៈខ្មែរព្រោះមិនចង់ឲ្យគេមើលងាយអ្នកសិល្បៈដូចគ្នាជាងណាបន្ទាប់ពីសម្ដែងរបស់តារាសម្ដែងសៅពន្លឺខាងលើបានធ្វើឲ្យមហាជនក៏ដូចជាអ្នកសិល្បៈមួយចំនួនចាប់អារម្មណ៍ហើយក៏មានមតិជាច្រើនបានវែកញែកដោយមានទាំងមតិគាំទ្រនិងមិនគាំទ្រជាក់ស្ដែងតារាសម្ដែងកំឡោះសង្ហាម៉ឺនឯកសុភិរិទ្ធបានបង្ហាញការគាំទ្រពេញទំហឹងចំពោះអ្វីដែលអតីតតារាសម្ដែង A4 ខ្មែរលើកឡើងលោកម៉ឺនឯកសុភិរិទ្ធបាននិយាយថាខ្ញុំគាំទ្របងបានអ្នកសិល្បៈអត់ហើយក្រមែនតែនលើកដៃសុំទៅខ្ញុំអត់ថាទេតែបើនៅមានទ្រព្យសម្បត្តិលក់ទៅផ្ទះឡានអីនឹងកុំទុកធ្វើហឺហាកុំខ្លាចគេថាក្រហើយបែរជាមកលើកដៃសុំគេម៉ឺនឯកសុភិរិទ្ធសង្កត់ធ្ងន់ទៀតថាឲ្យចេះខ្មាស់គេផងក្នុងនាមជាអ្នកសិល្បៈធ្លាប់មានអ្នកគាំទ្រទូតថ្មីឬចាស់ក៏មានគេឈ្មោះលោកថារស់នៅឲ្យគេឲ្យតម្លៃស្លាប់ទៅឲ្យគេគោរពដោយឡែកតារាសម្ដែងភេទទី3កញ្ញាពពីក្រោយពីបានឃើញការលើកឡើងរបស់លោកសៅពន្លឺក៏បានបញ្ចេញមតិដែរថាសិល្បៈជួយអ្នកសិល្បៈទេបងគ្មានអ្វីធំជាងទឹកចិត្តទេបងយើងក្រតែបេះដូងធំបងឯងក៏ដឹងហើយថាយើងចេញពីថតឬចេញសម្ដែងមួយថ្ងៃគ្រោះមួយថ្ងៃបងឯងជាអ្នកមានបងឯងមិនយល់ទេងាកមកតារាសម្ដែង So Cool ក៏បង្ហាញការយល់ឃើញរបស់ខ្លួននៅក្នុងការបង្ហោះរបស់លោកសៅពន្លឺផងដែរតារាប្រុសរូបនេះនិយាយថាគុំនិយាយបែបនោះអីបងម្ដងគេម្ដងយើងគ្មាននរណាចង់ប៉ះទង្គិចគ្នាទេឬបង្ហាញការឈឺសំខាន់គឺយើងម្នាក់ខិតខំប្រឹងប្រែងតាមផ្លូវរបស់ខ្លួនទៅបានហើយសប្តាហ៍ថ្ងៃពាក្យថាអ្នកសិល្បៈមិនមានព្រំដែនឬនិយមន័យច្បាស់លាស់ទេអ្នកណាដែលបង្ហោះខ្លួនឯងហើយល្បីក៏អាចត្រូវគេហៅថាអ្នកសិល្បៈបានទោះបីថតមួយថ្ងៃក៏អាចត្រូវហៅបានដូចគ្នាដូច្នេះការកំណត់និយមន័យពាក្យសិល្បៈឲ្យច្បាស់គឺពិបាកណាស់លោកសូខូនបន្តថាសម្រាប់ខ្ញុំផ្ទាល់ពាក្យថាអ្នកសិល្បៈមិនមែនជាពាក្យដែលមានតម្លៃខ្លាំងសម្រាប់សង្គមមនុស្សទេតែបាននិយាយថាម្នាក់នោះជាធនធានសិល្បៈឬធនធានសិល្បៈកម្រនៅទៅមានតម្លៃពិតប្រាកដកុំឲ្យតម្លៃនឹងទទួលស្គាល់មនុស្សម្នាក់ថាជាសិល្បៈពេលដែលគាត់បានលះបង់សម្រាប់វប្បធម៌ការផ្សព្វផ្សាយចំណេះដឹងនិងការលើកស្ទួយផ្នែកណាមួយនៃសិល្បៈឲ្យរីកចម្រើនបើត្រឹមតែចូលចេញហើយស្រែកទាបផលប្រយោជន៍ដែលគ្មានសមត្ថភាពខ្ញុំក៏មិនចាត់ទុកថាជាធនធាននៃសិល្បៈនោះដែរតារាប្រុសសាច់ដុំរូបនេះបន្តថាបងដឹងទេពួកគាត់ខ្លះជាអ្នកសម្ដែងទោះគាត់លែងថត់កុនអីបានតែគាត់មិនសូវយល់ពីការរស់នៅឬរករបបបន្ថែមទេដោយសារគាត់មិនមានលទ្ធភាពនិងខ្សោយការគិតឬមានអ្នកអូសទាញគាត់គិតតែរឿងសប្បាយពេលគាត់រកលុយបានអញ្ចឹងនេះគឺជាកំហុសរបស់យើងទាំងអស់គ្នាដែលយើងជួបច្រើនតាំងពីចូលរហូតចេញមកយ៉ាងសង្គមសិល្បៈគឺជាមជ្ឈលដែលប្រើប្រាស់តែយើងប្រើចាក់សម្រាប់ខ្លួនឯងឬក៏យកវាជារបស់ជួយយើងឲ្យមានផ្លូវដើរខ្ញុំនៅចង់ចាំបងថាបងជាសិល្បករដែលបន្សល់ស្នាដៃដល់ប្អូននិងមនុស្សជំនាន់ក្រោយទាំងកាយវិការការសម្ដែងនិងការចងចាំ